បាទជំរាបសួរបងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំមកប្រាប់ថាបាត់ដៃយើងមើលបែបម៉េចបានដឹងថាមនុស្សនឹងអាសាឬក៏ខ្ជិលបាទខ្ញុំនិយាយតែពីរចំណុចហ្នឹងឯណាបាទតែអ្វីដែលខ្ញុំចង់បង្ហាញគឺខ្ញុំចង់បង្ហាញតទៅជាមួយនឹងបាត់ដៃដើរអាសាបាទចូលចិត្តធ្វើការលឿនបាទអញ្ចឹងយើងពិនិត្យមើលទៅលើគេហៅថាតម្រង់នៃបាត់ដៃនិងម្រាមដៃបងប្អូនបាទចឹងបងប្អូនឃើញខ្ញុំគូតម្រង់ជាការ៉េហ្នឹងទេបាទអញ្ចឹងបើសិនជាម្ចាស់បាត់ដៃហ្នឹងមានបាទមានគេហៅថាបាត់ដៃហ្នឹងធំខ្លាំងបើធៀបជាមួយនឹងម្រាមប្រកបខ្លីៗនេះម្រាមទី1ទី2ទី3ទី4ទី5អញ្ចឹងបើសិនជាយើងមើលទៅគេហៅថាវាអត់សមមៀតណាបាទមៀតហើយនឹងកម្ពស់ហ្នឹងគឺវាមិនសមគ្នាបាទចង់និយាយចឹងបើយើងនិយាយសួរស្ដាប់ទៅបាត់ដៃហ្នឹងគឺវាធំបាទបាត់ដៃវាធំប៉ុន្តែម្រាមវាខ្លីវាអត់សូវស៊ីជាមួយនឹងទម្រង់នៃបាត់ដៃបាទអញ្ចឹងបើសិនជាម្រាមហ្នឹងវាខ្លីហើយបាត់ដៃហ្នឹងវាធំអញ្ចឹងមានថាមនុស្សហ្នឹងចូលចិត្តធ្វើការងារអីហ្នឹងលឿនណាបាទបើសិនគាត់គិតហើយសម្រាប់ចិត្តហើយគឺគាត់ធ្វើភ្លាមហ្មងលឿនតែហ្មងបាទសម្រាប់ចិត្តធ្វើលឿនហ្មងគាត់អត់ចេះទុកយូរទេហើយធ្វើការលះហើយលឿនទៀតចង់និយាយចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនអាចទៅមើលដៃបងប្អូនទាំងអស់គ្នាមើលថាតើម្រាមហ្នឹងវាខ្លីធៀបជាមួយនឹងគេហៅថាបាត់ដៃយើងឬក៏វាយ៉ាងម៉េចបាទបងប្អូនបាទ